ងល្អមន្ទីរពេទ្យកុមារ Maxicare ចោះអនុសារណៈយកជួលគ្នាទទួលយកវ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mytosi Bioscience មានបញ្ចការនិងផលិតនៅសហរដ្ឋអាមេរិកសម្រាប់អតិថិជននេះគឺជារឿងដ៏មានមោទនភាពមែនទែននៅពេលដែលមន្ទីរពេទ្យកូនខ្មែរបានសហការជាមួយនឹងក្រុមហ៊ុនកូនខ្មែរដើម្បីការពារកុមារកម្ពុជាទាំងក្មេងប្រុសនិងក្មេងស្រីពីជំងឺមហារីកដោយវីរុស HPV ដែលជំងឺប្រភេទនេះគឺឈានមកគេលំដាប់ថ្នាក់លេខ4កើតមាននៅលើស្ត្រីភាគច្រើនហើយអ្នកជំងឺមហារីកមាត់ស្បូនមានថ្មីជាង 60,000 នាក់និងស្លាប់លើសពី 34,000 នាក់នៅក្នុងមួយឆ្នាំហើយនៅថ្ងៃទី 23 ខែមករាឆ្នាំ 2026 មន្ទីរពេទ្យកុមារ Maxicare ដែលជាមន្ទីរពេទ្យកុមារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាបានចុះហត្ថលេខានៅលើអនុសារណៈយកជួលគ្នាជាមួយនឹងក្រុមហ៊ុន Mytosi Bioscience បង្កើតភាពជាដៃគូយុទ្ធសាស្ត្រផ្គត់ផ្គង់ឲ្យមន្ទីរពេទ្យមានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងការផ្តល់សេវាចាក់វ៉ាក់សាំងការពារមេរោគ HPV ដែលមានគុណភាពខ្ពស់បំផុតស្តង់ដារសហរដ្ឋអាមេរិកទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនិងមានបញ្ចការត្រឹមត្រូវពីក្រសួងសុខាភិបាលដើម្បីបញ្ជាក់ពីការបដិញ្ញាចិត្តរួមគ្នានៅក្នុងការរួមចំណែកមួយនៃការចាក់វ៉ាក់សាំងការពារមេរោគ HPV មានបញ្ចការពីក្រសួងសុខាភិបាលត្រឹមត្រូវក៏ដូចជាប្រយុទ្ធប្រឆាំងទៅនឹងជំងឺមហារីកមាត់ស្បូននិងមហារីកពាក់ព័ន្ធបង្កដោយមេរោគ HPV នៅប្រទេសកម្ពុជានៅក្នុងពិធីចុះអនុសារណៈនោះផងដែរគឺប្រព្រឹត្តទៅនៅក្រោមអធិបតីភាពរបស់លោកវិជ្ជបណ្ឌិតវ៉ាន់សុកជានាយកប្រតិបត្តិនៃមន្ទីរពេទ្យកុមារ Maxicare និងលោកវិជ្ជបណ្ឌិតនៅតាំងសហស្ថាបនិកនិងជានាយកគ្រប់គ្រងក្រុមហ៊ុន Mytosi Bioscience ព្រមទាំងការចូលរួមពីថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យជំនាញនៃស្ថាប័នទាំងពីរផងដែរលោកវិជ្ជបណ្ឌិតនៅតាំងសហស្ថាបនិកនិងជានាយកគ្រប់គ្រងក្រុមហ៊ុន Mytosi Bioscience ក៏បានមានប្រសាសន៍ថាបច្ចុប្បន្ននេះយើងសង្កេតឃើញថាវ៉ាក់សាំងការពារមេរោគ HPV ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលត្រូវតែមានតែមលេខបញ្ចការនិងត្រូវបានក្រុមហ៊ុនបំពាក់តែមសុវត្ថិភាព QR Code ភ្ជាប់ជាមួយនឹងប្រព័ន្ធម៉ាស់បន្ថែមដើម្បីការពារការក្លែងបន្លំលោកវិជ្ជបណ្ឌិតក៏បានបន្តថាក្រុមហ៊ុនសូមអំពាវនាវឲ្យគ្រឹះស្ថានសុខាភិបាលឯកជនសូមទិញវ៉ាក់សាំងពីប្រភពច្បាស់លាស់របស់ក្រុមហ៊ុនដែលមានតែមលេខបញ្ចការក្រសួងសុខាភិបាលនិងតែមសុវត្ថិភាព QR Code ដែលឡែកលោកវិជ្ជបណ្ឌិតវ៉ាន់សុកជាក៏បានមានប្រសាសន៍ថានៅមន្ទីរពេទ្យកុមារ Maxicare យើងគឺជឿជាក់ថាការការពារគឺជាការថែទាំដ៏ល្អបំផុតហើយកិច្ចសហការថ្ងៃនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រគាំទ្រទៅដល់គោលដៅជាតិនៅក្នុងការលុបបំបាត់ជំងឺមហារីកមាត់ស្បូននៅត្រឹមឆ្នាំ 2063 លោកវិជ្ជបណ្ឌិតក៏បានបន្តទៀតថាយើងចង់ធានាថាកុមារកម្ពុជាគ្រប់រូបទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់បំផុតដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់មាតាបិតាពាក់ព័ន្ធទៅនឹងគុណភាពវ៉ាក់សាំងមន្ទីរពេទ្យកុមារ Maxicare ក៏បានអនុវត្តស្តង់ដារសុវត្ថិភាពយ៉ាងតឹងរ៉ឹងដូចតទៅទី1គឺប្រើប្រាស់វ៉ាក់សាំងស្តង់ដារសហរដ្ឋអាមេរិកសម្រាប់មន្ទីរពេទ្យគឺប្រើប្រាស់វ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិកនិងមានបញ្ចការពីក្រសួងសុខាភិបាលទី2គឺមានបច្ចេកវិទ្យាផ្ទៀងផ្ទាត់អាម៉ាស់ហើយជាលើកដំបូងដែលមាតាបិតាអាចត្រួតពិនិត្យប្រភពវ៉ាក់សាំងដោយខ្លួនឯងតាមរយៈការ scan QR Code នៅលើតែមសុវត្ថិភាពមុនពេលចាក់ដើម្បីធានាថាវ៉ាក់សាំងគឺសុទ្ធ 100% ទី3គឺការរក្សាទុកសម្រាប់វ៉ាក់សាំងនៅមន្ទីរពេទ្យ Maxicare ត្រូវបានរក្សាទុកនៅក្នុងទូត្រជាក់វិជ្ជសាស្ត្រស្តង់ដារអន្តរជាតិដើម្បីរក្សាប្រសិទ្ធភាពវ៉ាក់សាំងឲ្យនៅតែដដែលទី4គឺបរិយាកាសកុមារសម្រាប់មន្ទីរពេទ្យ Maxicare ការផ្តល់សេវាគឺធ្វើឡើងនៅក្នុងបរិវេណដែលរៀបចំជាពិសេសសម្រាប់កុមារដើម្បីកាត់បន្ថយភាពភ័យខ្លាចរបស់កូនៗរបស់លោកអ្នកចំពោះខាង Maxicare យើងមិនត្រឹមតែផ្ដល់ការពារការព្យាបាលគឺការចែកចាយចំណេះដឹងបន្តដូចថាប៉ាម៉ាក់មួយចំនួនគាត់មានភាពរវល់ក្នុងការរកស៊ីឬក៏ធ្វើការផ្សេងការយល់ដឹងរបស់គាត់មិនមែនដូចយើងជាពេទ្យជំនាញដែលធ្លាប់បញ្ចប់ការសិក្សាបន្តទៅក្រៅប្រទេសអីទេអញ្ចឹងហើយគឺដើម្បីឲ្យគាត់ឈានទៅដល់ការចាក់វ៉ាក់សាំងបានតើគាត់យល់ពីជំងឺហ្នឹងអញ្ចឹងទូនាទីរបស់យើងដែលជាដុកទ័រដែលជាគ្រូពេទ្យជំនាញនេះគឺណែនាំឲ្យគាត់ស្គាល់អ្វីទៅជា HPV តែ HPV អាចប៉ះពាល់ដល់បញ្ហាសុខភាពអ្វីខ្លះដោយតែខាងសារព័ត៌មានសួរមិញហ្នឹងអញ្ចឹងនៅពេលដែលគាត់យល់ដឹងពីអាហ្នឹងគឺឈានទៅដល់ action ណាគឺគាត់ហ្នឹងនាំកូនមកចាក់វ៉ាក់សាំងហើយពេលដែលគាត់នាំកូនមកចាក់វ៉ាក់សាំងសឹងគ្រប់គ្នាអញ្ចឹងគោលនយោបាយរបស់ក្រសួងសុខាភិបាលក៏ដូចជាអង្គការសុខភាពពិភពលោកដែលចង់លុបបំបាត់មហារីកមាត់ស្បូននៅឆ្នាំ 2063 ហ្នឹងវាអាចធ្វើទៅរួចក្រោមការបដិញ្ញាចិត្តរបស់អ្នកដែលជាអ្នកជំនាញផងអ្នកដែលជាអ្នកនាំមកនៅវ៉ាក់សាំងដែលមានគុណភាពផងអញ្ចឹងគោលដៅហ្នឹងវាអាចធ្វើរួមគ្នាយើងធ្វើជាគំរូល្អមួយសម្រាប់ជាផ្លូវដើរសម្រាប់មន្ទីរពេទ្យផ្សេងៗទៀតដែរគឺគាត់ចូលរួមដែរណាដើម្បីបំបត្តិមហារីកមាត់ស្បូនឲ្យអស់ពីកម្ពុជាយើងនៅឆ្នាំ 2026
ក្រុមហ៊ុនមីតូស៊ីតើយើងនាំចូលតែវ៉ាក់សាំងឬមួយក៏យើងមាននាំយកនៅបច្ចេកវិទ្យាអីថ្មីៗក៏ដូចជាវ៉ាក់សាំងថាពីការពារជំងឺមហារីកនេះមកប្រទេសកម្ពុជាលោកគ្រូ បាទ Mitosis Bioscience មានគោលដៅក្នុងការ focus ទៅលើវ៉ាក់សាំងនិងថ្នាំវិទ្យាសាស្ត្របែបគេហៅថា bio ជាភាសាបាទសម្រាប់ការពារនិងព្យាបាលជំងឺជូនប្រជាជនតែបច្ចុប្បន្នយើងនាំចូលវ៉ាក់សាំង Gardasil 9ហើយនិង Gardasil 4 ម៉ាឡង់សម្រាប់គ្រប់គ្រងជូនមន្ទីរពេទ្យទន្ទឹមនឹងក៏យើងកំពុងតែធ្វើការចុះបញ្ជីជាមួយនឹងក្រសួងសុខាភិបាលនាំយកវ៉ាក់សាំងដទៃទៀតដែលទីផ្សារកម្ពុជាយើងកុមារកម្ពុជាយើងប្រជាជនកម្ពុជាយើងកំពុងតែត្រូវការនិងកំពុងតែនឹងត្រូវទទួលវ៉ាក់សាំងដើម្បីការពារពួកគាត់ផងដែរបាទលោកគ្រូអាចបញ្ជាក់បានទីវិធីសាស្ត្រនៅក្នុងការសម្គាល់ថាវ៉ាក់សាំងរបស់យើងគឺជាវ៉ាក់សាំងសុទ្ធហើយមានប្រសិទ្ធភាពតែយើងមានវិធីសាស្ត្រអីដើម្បីសម្គាល់គ្រូសម្រាប់វ៉ាក់សាំងដែលគ្រប់គ្រងដោយក្រុមហ៊ុន Mitosis ដែលមានប្រភពច្បាស់លាស់មានបញ្ជីការក្រសួងសុខាភិបាលត្រឹមត្រូវនាំចូលមានការអនុញ្ញាតពីក្រសួងសុខាភិបាលត្រឹមត្រូវយើងមានតែមសុវត្ថិភាពចំនួន2ទី1តែមលេខបញ្ជីការដែលកំណត់ដោយក្រសួងសុខាភិបាលគឺត្រូវតែបិទមានលេខសម្គាល់មានលេខទទួលស្គាល់ត្រឹមត្រូវនិងទី2ក្រុមហ៊ុនធ្វើការវិនិយោគទៅលើតែមសុវត្ថិភាពដែលជាតែមសម្គាល់ពីរបស់ពិតដែលចេញពីក្រុមហ៊ុនដូច្នេះហើយតែមនឹងមានលក្ខណៈពិសេសត្រង់ថាមានឈ្មោះក្រុមហ៊ុនមានចំណាំងផ្លាតហើយនិងមាន QR code ដែល QR code ហ្នឹងឪពុកម្ដាយគាត់អាច scan ទៅបញ្ជាក់ថាតែមនឹងចេញពីក្រុមហ៊ុនហើយមានលេខកូដពិសេសមួយតែមួយគឺលេខកូដមួយពិសេសសម្រាប់ហ្នឹងមានថាមួយប្រអប់គឺតែពិសេសមួយលេខកូដពិសេសមួយអញ្ចឹង400ប្រអប់1000ប្រអប់ដែលចាក់ពី Maxicare គឺមានតែម100តែមដែលមានលេខកូដ1000តែមដែលមានលេខកូដផ្សេងៗគ្នាទាំងអស់ហើយបញ្ជាក់ទៅ link ចូល website របស់ក្រុមហ៊ុនបាទសម្រាប់បងប្អូនក៏ដូចជាប៉ាម៉ាក់ដែលមានបំណងចង់នាំកូនទៅចាក់វ៉ាក់សាំងការពារជំងឺផ្សេងពិសេសមេរោគ HPV នេះតែម្ដងអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ092 299 555ឬក៏បងប្អូនអាចទំនាក់ទំនងទៅកាន់ Telegram នៅលើ caption នេះបានដើម្បីកក់សេវាកម្មណាមួយសូមនាំកូនមកចាក់វ៉ាក់សាំងការពារមហារីកមកស្បូននៅ Maxicare